ខ្ញុំឈ្មោះហាងសារិនតែរាល់ថ្ងៃខ្ញុំគឺជាគ្រូបង្រៀនហើយព្រះបានធ្វើការអស្ចារ្យជាច្រើនសម្រាប់ជីវិតរបស់ខ្ញុំហើយជាពិសេសនៅពេលដែលខ្ញុំរៀនចាពេលដែលខ្ញុំរៀនគឺខ្ញុំអត់មានលុយរៀនទេដោយសារតែគ្រូសាស្ត្ររបស់ខ្ញុំខ្វះខាតក្រីក្រអញ្ចឹងទៅខ្ញុំអត់អាចមានលុយរៀនតទេអញ្ចឹងខ្ញុំក៏សុំព្រះអធិដ្ឋានសុំព្រះថាត្រូវធ្វើម៉េចឲ្យខ្ញុំបានរៀនតឲ្យកូនមានប្រាជ្ញាកូនមានកម្លាំងសូមឲ្យទ្រង់រកវិធីសាស្ត្រដើម្បីជួយឲ្យខ្ញុំបានរៀនតទៀតព្រោះខ្ញុំស្រឡាញ់ការរៀនខ្ញុំចង់រៀនណាតែចង់មានការងារល្អអញ្ចឹងខ្ញុំសុំព្រះបន្ទាប់ពីខ្ញុំចប់ថ្នាក់ទី12គឺខ្ញុំទទួលបាននៅព្រះគុណដែលមកពីព្រះគឺខ្ញុំទទួលបានអាហារូបករណ៍ចាតែរៀននៅសាលានៅភ្នំពេញចាតែមួយឆ្នាំយើងបង់តែ$10ទេនៅសាលាភូមិន្ទភ្នំពេញប៉ុន្តែដោយសារតែយើងជីវភាពខ្វះខាតគឺខ្ញុំមិនអាចមានលទ្ធភាពរៀនតទេដោយសារយើងត្រូវជួលផ្ទះហើយយើងត្រូវធ្វើការងារខ្ញុំរៀននៅភ្នំពេញគឺខ្ញុំធ្វើការផងនៅពេលយប់គឺធ្វើការជាអ្នករត់តុចាអញ្ចឹងធ្វើរហូតដល់ម៉ោងពេកថ្ងៃខ្លះគឺម៉ោង2:10ជាងថ្ងៃខ្លះទៅម៉ោង11កន្លះអញ្ចឹងទៅអញ្ចឹងធ្វើឲ្យយើងពិបាកមកផ្ទះចាដោយសារតែយើងផ្លូវយប់អញ្ចឹងយើងអត់ហ៊ានមកយើងត្រូវគេងនៅហាងដោយសារតែឃើញបែបហ្នឹងគឺពិបាកពេកគឺខ្ញុំបានរៀននៅភ្នំពេញហ្នឹងគឺរៀនត្រឹមតែរយៈពេល4ខែទេខ្ញុំសុំព្រះអង្គថាព្រះអង្គអើយកូនអត់អាចតទៀតទេសូមព្រះអង្គជួយឲ្យកូនមានការងារល្អជាងនេះដែលអាចរៀនតបានស្រួលអត់ហត់នឿយខ្លាំងអញ្ចឹងព្រះអង្គឆ្លើយតបដោយមានអ្នកគ្រូខ្ញុំនៅព្រះវិហារគាត់បានណែនាំខ្ញុំឲ្យមករៀនផងសៅរ៍អាទិត្យផងហើយក៏អាចធ្វើជាគ្រូបរិញ្ញាបត្របានយើងឆ្លៀតបានប៉ុណ្ណឹងអញ្ចឹងខ្ញុំសប្បាយចិត្តមែនទែនដោយសារយើងមានការងារផងយើងអាចរៀនតសៅរ៍អាទិត្យទៀតតែយើងរៀននៅខេត្តរបស់យើងថាណេះតែយើងមិនអាចឡើងទៅភ្នំពេញដោយសារផ្លូវយើងឆ្ងាយយើងគិតសុវត្ថិភាពចាហើយអ្នកគ្រូគាត់បានណែនាំច្រើនលើកទឹកចិត្តច្រើនមែនទែនចំពោះកាតព្វកិច្ចដែលយើងបានបម្រើព្រះអង្គសូម្បីតែខ្ញុំបរិញ្ញានៅទីនេះក៏ខ្ញុំបរិញ្ញាជាលក្ខណៈសាលាគ្រីស្ទានដែរគឺយើងបានបម្រើព្រះអង្គដូចគ្នាហើយសៅរ៍អាទិត្យយើងបានមកជួយពន្ធកិច្ចរបស់ព្រះហើយខ្ញុំពិតជាអរគុណព្រះអង្គហើយខ្ញុំពិតជាស្រឡាញ់ព្រះអង្គមែនទែនចំពោះអ្វីដែលព្រះអង្គរៀបផែនការរហូតមកដល់ជីវិតបច្ចុប្បន្ននេះគឺខ្ញុំនៅតែអរគុណនៅព្រះពរដែលទ្រង់បានផ្ដល់ឲ្យខ្ញុំរៀនតបានចប់ហើយក៏មានសាលាល្អសម្រាប់ខ្ញុំធ្វើការបង្រៀនទៀតដែរខ្ញុំលុតចង្គង់នៅមុខឈើឆ្កាងកាន់ព្រៀងកុំពីដៃម្ខាងភ្នែកបិទសងខាងអធិដ្ឋានសូមព្រះវិញ្ញាណបរិសុទ្ធបានក្រងដឹកនាំធ្វើការក្នុងទូមួយវិញទៀតគឺខ្ញុំចង់លើកទឹកចិត្តបងប្អូនទាំងអស់គ្នាកុំឲ្យមានការបាក់ទឹកចិត្តហើយកុំឲ្យបោះបង់នៅក្តីសម័យរបស់ខ្លួនឯងសូមឲ្យយើងបានផ្ទេររាល់កិច្ចការទាំងអស់ទៅព្រះចាពីព្រោះព្រះទ្រង់ស្គាល់យើងទ្រង់ដឹងយើងពីតម្រូវការរបស់យើងច្បាស់ថាយើងចង់បានអ្វីអញ្ចឹងទ្រង់នឹងប្រទានពរឲ្យយើងហើយឲ្យយើងព្យាយាមអធិដ្ឋានហើយស្ដាប់ព្រះបន្ទូលព្រះហើយឲ្យយើងដឹងថាព្រះអង្គគឺជាព្រះដែលអស្ចារ្យហើយលើកទឹកចិត្តបងប្អូនមួយទៀតគឺឲ្យយើងបានទុកចិត្តព្រះសូមកុំឲ្យយើងមានការសង្ស័យកាលណាតែយើងអធិដ្ឋានយើងជឿទុកចិត្តព្រះអង្គនឹងផ្ដល់ឲ្យយើងដោយយើងកុំសង្ស័យអីពីព្រោះព្រះអង្គដឹងរឿងរ៉ាវគ្រប់ទាំងអស់នៅក្នុងជីវិតរបស់យើងព្រះអង្គស្គាល់យើងច្បាស់ជាងយើងស្គាល់ខ្លួនឯងទៀតអញ្ចឹងសូមឲ្យយើងនៅតែអធិដ្ឋានជឿដល់ព្រះអង្គអានព្រះបន្ទូលហើយឲ្យយើងលើកទឹកចិត្តខ្លួនឯងដែរចាកុំឲ្យមានការបាក់ទឹកចិត្តនៅពេលយើងជួបបញ្ហាសូមឲ្យយើងបានថ្វាយទៅកាន់ព្រះសូមស្វែងរកទ្រង់នៅគ្រាចុងក្រោយមានតែទ្រង់ទេអាចជួយសង្គ្រោះប្រលឹងនៃយើងរាល់គ្នាសូមទទួលជឿលើព្រះអង្គឲ្យទាន់វេលានេះដំនឹងល្អដល់មិត្តស្ងួនងារឲ្យអ្នករាល់គ្នាមានជីវិតអរគុណ